អត់ដៃដឹងសោះបងប្អូនថាត្បាល់ថ្មដែលយើងចំណាំយកទៅបុកគ្រឿងរាល់ថ្ងៃហ្នឹងតាមពិតការធ្វើប្រកេគឺគេធ្វើអញ្ជើសោះនិយាយទៅមិនសើបាននិយាយទៅការធ្វើប្រកួតមួយនេះគឺថាប្រើកម្លាំងហើយនឹងបច្ចេកទេសច្រើនខ្លាំងមែនទែននិយាយទៅការធ្វើបែបនេះគឺថាមិនងាយមានអ្នកចេះប្រមាណទេតើតែយើងធ្លាប់រៀនតើតែយើងធ្លាប់អភិវឌ្ឍតើតែយើងធ្លាប់ឆ្លងកាត់បានយើងចេះដូចគេនិយាយទៅថ្មដែលគាត់កំពុងតែយកមកធ្វើត្បាល់សម្រាប់បុកគ្រឿងហ្នឹងគឺថាថ្មនេះមិនដឹងថាជាថ្មអ្វីទេគឺថាក្រាស់ខ្លាំងមែនទែនមើលទៅគឺថាតាន់ណាឥឡូវក៏ចាប់ដើមនេះបងប្អូនកាត់វាធ្វើជារូបរាងអញ្ចឹងហើយនិយាយទៅការធ្វើប្រកួតគឺថាគាត់ព្រឹកព្រៀងយកចិត្តទុកដាក់ខ្លាំងមែនទែនហើយអាត្បាល់សម្រាប់បុកគ្រឿងនេះពេលគាត់ធ្វើចេញហើយនិយាយពីថាស្អាតណាឥឡូវឃើញតែការធ្វើប្រកួតគឺថាគាត់កំពុងចាប់ដាំដាប់បងប្អូនដាប់វាចេញជារូបរាងមួយយ៉ាងហើយនិយាយទៅត្បាល់នេះគាត់មានធ្វើមូលដូចយើងគេគាត់ធ្វើជារូបរាងដូចជារូបរាងនិយាយចេញមកប្លែកដល់រូបរាងវិថាត្បាល់ហ្នឹងគឺថាប្លែកខ្លាំងមែនទែនប៉ុន្តែបរិះម្នាក់ហ្នឹងគាត់មិនមែនធ្វើតែត្បាល់ហ្នឹងមួយមុខណាដូចជាធ្វើរបស់របរប្រើប្រាស់ផ្សេងធ្វើចេញពីថ្មដូចជារូបចម្លាក់ដូចជារូបអីផ្សេងទីក៏អាចធ្វើបានច្រើនខ្លាំងមែនទែនឥឡូវក៏ចាប់ដើមកាត់វាសេរីវាដំអាកន្លែងណាថ្មវាសូវល្អអញ្ចឹងក៏ចាប់ដើមដំវាបញ្ចេញសិនក៏យកតាផ្នែកណាដែលល្អអញ្ចឹងអូ my god បងប្អូននិយាយទៅការធ្វើបែបនេះគឺថារឿងពិបាកដែរបងប្អូនឥឡូវក៏ចាប់ដើមគូធ្វើຂະຫນាតវាត្រូវចោះកន្លែងណាត្រូវអាត្បាល់ហ្នឹងទំហំវាប៉ុណ្ណាអីអញ្ចឹងហើយនិយាយទៅការកាត់ប្រកួតគឺថាគាត់មិនកាត់តែម្ដងគាត់កាត់វាចេញជារូបរាង3 4កណាត់សិនបានគាត់យកអាដាច់ដាប់ហ្នឹងមកដាប់វាចេញដើម្បីធ្វើជារុនណានិយាយទៅការធ្វើប្រកួតមួយនេះគឺថាបច្ចេកទេសច្រើនខ្លាំងណាឃើញបងប្អូនគឺថាត្បាល់នេះគឺថាធ្ងន់ណាបងប្អូនមើលទៅថ្មវាក្រាស់ពេកអញ្ចឹងហើយត្បាល់មើលទៅបុកក៏មិនងាយតាណាក៏មិនងាយបែកដែរបងប្អូនអើយព្រោះថាថ្មក្រាស់ម្លឹងអេមខ្លាំងមែនទែនការធ្វើត្បាល់មួយនេះខ្ញុំស្រឡាញ់ការធ្វើប្រកួតខ្លាំងមែនទែនព្រោះថាត្បាល់នេះគឺថាមើលកម្រមានអ្នកធ្វើអាត្បាល់បែបនេះពេលច្រើនគេធ្វើតែត្បាល់ឈើអញ្ចឹងវាមានភាពងាយស្រួលប៉ុន្តែត្បាល់ថ្មចេះគឺថាចំណាយកម្លាំងហើយនឹងចំណាយនិយាយទៅចំណាយពេលវេលាយូរបើថាត្បាល់ចិត្តធ្វើចេញមកពីឈើអានេះយើងគ្រាន់យកវាទៅដាក់ក្នុងម៉ាស៊ីនវិលហើយយើងខួងវាបន្តិចហើយប៉ុន្តែការធ្វើបែបនេះគឺថាប្រើអានេះខ្លាំងមែនទែនប្រើអីគេឧបករណ៍កាត់ដែកនេះខ្ញុំភ្លេចឈ្មោះបាត់ហើយនេះក៏ប្រើនឹងខ្លាំងមែនទែនព្រោះថាការធ្វើប្រកបគឺថាក៏ប្រើនឹងច្រើនណាឥឡូវក៏ចាប់ដើមសេរីវាធ្វើរូបរាងនេះអូ my god បងប្អូននិយាយទៅសិតតែមានរូបរាងមួយក្បាច់និយាយទៅដៃខ្ញុំស្រាវខ្លាំងមែនទែនស្រាវមេដៃគាត់ពេលគាត់កំពុងតែឆ្នោតអញ្ចឹងក៏ដាក់មេដៃនៅគៀនហ្នឹងស្រាវតែកលាច់មកចំមេដៃដឹងតែខ្ទេចហើយដៃហ្នឹងសំបីតែក្បាច់ហ្នឹងបងប្អូនក៏មានទៅប្រើអីដែរគាត់ប្រើតាឧបករណ៍សម្រាប់កាត់ហ្នឹងគាត់ធ្វើជាក្បាច់និយាយទៅឆ្នៃចេញមកអេមរបស់គាត់និយាយទៅស្អាតប្លែកណាបងប្អូននិយាយទៅមិនសើមបានការធ្វើប្រកួតមួយនេះគឺថាប្លែកណាបងប្អូនអើយធ្លាប់តែយើងទិញគេយកមកប្រើស្រាប់ប៉ុន្តែយកដឹងថាការធ្វើប្រកេគឺតម្រាំតែគេធ្វើបានមួយគឺពិបាកប៉ុណ្ណាអញ្ចឹងអានេះគាត់ធ្វើរ៉េគាត់ធ្វើរ៉េសម្រាប់បុកគ្រឿងអញ្ចឹងហើយរ៉េគេធ្វើចេញមកពីថ្មដូចគ្នាទៀតហើយប៉ុន្តែគេអត់មានទៅប្រើឈើអីដើម្បីដូចយើងធម្មតាភាគច្រើនគេប្រើតែឈើប៉ុន្តែផកគាត់គឺថាថ្មមកឈុតផកគាត់ដល់អញ្ចឹងវីដេអូមានតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ follow ម្នាក់មួយផង